ស្តង់ដារសាលារៀនគំរូមានតែ5ចំណុចប៉ុន្តែក៏ពិបាកនៅក្នុងការជាប់ស្តង់ដារនេះដែរតែទោះជាពិបាកយ៉ាងណាក៏ដោយក៏យើងទាំងអស់គ្នាត្រូវតែខិតខំដើម្បីឲ្យជាប់ស្តង់ដារទាំង5របស់សាលារៀនគំរូស្តង់ដារទី1គឺលទ្ធផលសិក្សារបស់សិស្សស្តង់ដារទី2ការបង្រៀននិងរៀនស្តង់ដារទី3ការចូលរួមរបស់សហគមន៍ស្តង់ដារទី4ដំណើរប្រតិបត្តិការនិងរដ្ឋបាលសាលារៀនស្តង់ដារទី5គណនេយ្យភាពរបស់សាលារៀនតើសាលារៀនរបស់លោកគ្រូអ្នកគ្រូណាខ្លះដែលកំពុងតែព្យាយាមឲ្យជាប់ស្តង់ដារសាលារៀនគំរូទាំង5នេះជំរាបសួរថ្ងៃនេះខ្ញុំសូមមកចែករំលែកពីបទពិសោធន៍ខ្លះៗដែលខ្ញុំបានទៅទស្សនកិច្ចផ្លាស់ប្ដូរបទពិសោធន៍នៅវិទ្យាល័យអង្គរដែលជាវិទ្យាល័យមួយមានកេរ្តិ៍ឈ្មោះល្បីល្បាញទាំងខាងវិន័យលទ្ធផលសិក្សារបស់សិស្សក៏បានល្អកាលពីថ្ងៃទី8ខែមីនាឆ្នាំ2026នេះដែរខាងបរិវេណរបស់ខ្ញុំមានចំនួន3សាលាបានទៅទស្សនកិច្ចនៅវិទ្យាល័យអង្គរក្នុងនោះក៏មាន2សាលាទៀតមកពីខាងកំពង់ធំហើយនិងខាងត្បូងឃ្មុំក៏គាត់បានចូលរួមជាមួយពួកខ្ញុំដែរដើម្បីទៅធ្វើទស្សនកិច្ចផ្លាស់ប្ដូរបទពិសោធន៍នៅវិទ្យាល័យអង្គរដែលស្ថិតនៅក្នុងខេត្តសៀមរាបវាមិនមែនជាលើកទី1របស់ខ្ញុំទេដែលទៅវិទ្យាល័យអង្គរនេះតែលើកមុនខ្ញុំទៅសិក្ខាសាលាមិនបានដើរមើលហើយក៏មិនបានដឹងពីដំណើរការសាលាបែបណាដែរគាត់តែមើលពីបរិស្ថានឃើញថាស្អាតគ្មានសម្រាមហើយទីធ្លាសាលប្រជុំអីហ្នឹងក៏ធំទូលាយល្អដាក់មនុស្សបានច្រើនមានផាសុកភាពអីទៀតវិទ្យាល័យអង្គរគឺស្ថិតនៅកណ្ដាលក្រុងសៀមរាបតែម្ដងហើយលោកនាយកដែលដឹកនាំសប្តាហ៍ថ្ងៃនេះគាត់មានឈ្មោះថាលីវណ្ណៈចឹងក្រោយពីយើងបានជួបចំណេះស្នាលគ្នាបានបន្តិចហើយអ្នកគ្រូសម្រាប់សម្រួលក៏ឲ្យពួកយើងចេញមកក្រៅដើម្បីលេងហ្គេមមួយឲ្យស្គាល់ឈ្មោះគ្នាហើយហ្គេមនេះក៏មានអត្ថន័យរបស់គេដែរមិនមែនលេងដើម្បីឲ្យសប្បាយទេឃើញខ្សែដែលពួកខ្ញុំកាន់នឹងអត់គឺជាខ្សែបណ្ដាញគឺជាការតភ្ជាប់គ្នាពីមួយទៅមួយហើយពួកខ្ញុំទៅនេះគឺក្នុងនាមជាសាលារៀនបណ្ដាញរបស់សាលាធនធានអញ្ចឹងខ្សែបណ្ដាញហ្នឹងយើងត្រូវតែកាន់ឲ្យជាប់យើងមិនអាចទម្លាក់បានទេមានន័យថាយើងត្រូវតែជួយយឹតយោងគ្នាអ្នកដែលស្ថិតនៅក្នុងបណ្ដាញទាំងអស់ដើម្បីឲ្យយើងបានរីកចម្រើនទៅទាំងអស់គ្នាបន្ទាប់ពីពួកយើងបានស្គាល់គ្នារួចរាល់អស់ហើយចឹងសាលាម្ចាស់ផ្ទះក៏ជូនយើងដើរទស្សនកិច្ចទៅតាមបន្ទប់នីមួយៗដំបូងគេនេះគឺជាបន្ទប់អក្សរសាស្ត្រខ្មែរគឺបន្ទប់បច្ចេកទេសមុខវិជ្ជាអក្សរសាស្ត្រខ្មែរនេះតែម្ដងឃើញមាននៅក្នុងនេះមានឧបករណ៍ភ្លេងជាច្រើនមានទាំងខ្លែងហើយកន្លែងហ្នឹងដូចជាគេច្រឡំ sorry បន្ទប់ហ្នឹងគេហៅបន្ទប់សិល្បៈសំទោសមិនបន្ទប់អីនេះទេច្រឡំច្រើនបន្ទប់ពេកចង់ភ្លេចឲ្យទុកយូរថ្ងៃទៀតទៅនេះគឺថតវីដេអូច្រើនមែនតើតែព្យាយាមធ្វើយ៉ាងណាកាត់កុំឲ្យវីដេអូនេះវែងពេកឡើងជាង40នាទី50នាទីបង្រួមធ្វើឲ្យរៀងខ្លីហើយបន្ទប់បន្ទាប់ពីនោះគឺបន្ទប់កុំព្យូទ័រនៅវិទ្យាល័យអង្គរគឺមានលក្ខណៈធំទូលាយដាក់កុំព្យូទ័របានច្រើនអញ្ចឹងសិស្សមិនមែនរៀនតែត្រឹមទ្រឹស្ដីទេគឺអាចអនុវត្តបានទៀតហើយអញ្ចឹងទៅសកលទៅអីក៏ពួកគាត់មានជំនាញកុំព្យូទ័រអីរៀងច្បាស់អីដែរហើយកុំព្យូទ័រដែលគាត់បានមកហ្នឹងគឺដូចជាមានការឧបត្ថម្ភពីភាពជាដៃគូដូចជាខាងមីក្រូហិរញ្ញវត្ថុអីហ្នឹងពួកគាត់ជួយឧបត្ថម្ភមកចេញពីបន្ទប់កុំព្យូទ័រហ្នឹងលោកគ្រូក៏ឲ្យទៅមើលនៅជាន់លើតាមបន្ទប់រៀននោះឡើងចង់អស់ជើងដែរព្រោះជាន់ទី4នោះខ្ពស់ហាពេលឡើងគឺហត់ជាងពេលចុះនេះទៅទស្សនាថ្នាក់ភាសាបារាំងអញ្ចឹងនៅវិទ្យាល័យអង្គរគាត់មានថ្នាក់ដល់ទៅ3ភាសាគាត់មានទាំងភាសាអង់គ្លេសភាសាបារាំងហើយនិងភាសាចិនមួយទៀតតែមិនមែនមានន័យថាគ្រប់ថ្នាក់សិស្សរៀនចឹងទាំងអស់ទេគេមានជំរើសសិស្សដែលមានចំណង់ចំណូលចិត្តខាងនឹងដែរអញ្ចឹងថ្នាក់នេះគឺមានភាសាបារាំងលេក្នុងភាសាបារាំងមិនមែនរៀនតែយើងដូចសន្តានានិយាយអីធម្មតាទេគឺរៀនមុខវិជ្ជាផ្សេងជាភាសាបារាំងតែម្ដងហើយនេះដែរគឺជាបន្ទប់សុខភាពបូកជាមួយនឹងបន្ទប់ប្រឹក្សាអញ្ចឹងបន្ទប់សុខភាពយើងសង្កេតឃើញថាល្អមែនតើមានក្រែពេទ្យឡើងច្រើនសម្រាប់ទទួលសិស្សព្រោះនៅវិទ្យាល័យអង្គរមានសិស្សរហូតដល់ជាង5000នាក់ចំណែកគ្រូមាន245នាក់ឯណោះអញ្ចឹងនៅបន្ទប់សុខភាពនឹងមួយថ្ងៃក៏ទទួលអតិថិជនច្រើនដែរសិស្សតិចអញ្ចឹងខ្យល់សន្លប់អីហ្នឹងគឺបានអ្នកគ្រូជួយមើលទៅហើយគាត់មានទាំងត្រៀមបាយត្រៀមទឹកអីឲ្យកូនសិស្សដែរសុខភាពរៀងខ្សោយអីទៀតហើយក្នុងនោះក៏មានបន្ទប់ប្រឹក្សាសម្រាប់សិស្សមានបញ្ហាផ្សេងអាចមកជួបទទួលការប្រឹក្សាពីអ្នកគ្រូបានចំណែកឯបន្ទប់នេះវិញគឺបន្ទប់រដ្ឋបាលគឺបន្ទប់អ្នកស្រង់អវត្តមានរបស់បុគ្គលិកប្រចាំខែហើយនឹងជូនដំណឹងព័ត៌មានអីផ្សេងឃើញថាបុគ្គលិកពេលឈប់ហ្នឹងគឺមានការបិទប្រកាសតែម្ដងបុគ្គលិកណាឈប់ប្រមាណមើលទៅលើនឹងដឹងហើយថាណាគេសកម្មជាងគេណាគេអវត្តមានច្រើនចំណែកឯការម្ដងនេះវិញគឺដល់បន្ទប់ជីវវិទ្យាហើយរូបគីមីពិសោធន៍ហើយញ៉ាំអត់កើតទេតែជីវវិទ្យាគឺញ៉ាំកើតចំពេលអ្នកគ្រូក៏ទៅពិសោធន៍ឲ្យវះមើលគ្រឿងក្នុងមាន់ល្មមតមកគាត់ក៏មានម្សៅមានអីក៏ដាក់មាន់នេះបំពងនេះឡើងតំណងហើយនៅម៉ោងបាយម៉ោង11អញ្ចឹងទៅដូចជារៀងហៅដែរហ្នឹងណាអ្នកគ្រូឃើញអញ្ចឹងហ្នឹងក៏ខ្ចប់ភ្លើមាន់ឲ្យសិក្ខាកាមយើងទៅហ្នឹងគឺម្នាក់មួយទៅហើយអ្នកគ្រូអត់ឲ្យហើយហ្នឹងញ៉ាំតែទឹកចិត្តគាត់
តែនំគ្នាទៅដូចជាទៅទៅដើមអ្នកគ្រូអស់ហើយនេះគាត់ឥឡូវទៅឲ្យសិក្ខាកាមអស់ខាងគាត់បដ ாய் ចេញពីបន្ទប់ជីវវិទ្យាក៏ចូលដល់បន្ទប់គីមីវិទ្យាបន្ទប់ពិសោធន៍អញ្ចឹងខាងគីមីអត់មានអីញ៉ាំទេមានសារធាតុគីមីញ៉ាំទៅឲ្យលាយពោះវៀនអស់នៅក្នុងហ្នឹងមានអ្នកគ្រូម្នាក់គាត់ខាងគ្រប់គ្រងនៅនឹងអញ្ចឹងនៅពេលដែលថ្នាក់ណាចង់ពិសោធន៍អីចឹងគាត់ទៅប្រាប់គាត់មុនទៅគាត់អាចរៀបចំសម្ភារៈយើងដឹងហើយថា1 ម៉ោងគឺពិតជាលឿនណាស់ទម្រាំតាសិស្សមកដល់ហើយរៀបចំសម្ភារៈអីទៀតអស់ម៉ោងអញ្ចឹងទៅមុននឹងថ្នាក់ណាត្រូវមកធ្វើការពិសោធន៍ហ្នឹងត្រូវផ្ដល់ដំណឹងឲ្យគាត់មុនគាត់ជួយរៀបចំឲ្យយើងមកដល់ធ្វើពិសោធន៍អីតែម្ដងទៅលឿនហើយបើសិនជាសាលាទាំងអស់សិតតែមានបន្ទប់ចឹងអីទាំងអស់សិស្សដឹងតែចូលចិត្តរៀនហើយតែសាលាខ្លះគឺពិបាកដូចសាលាខ្ញុំអីហ្នឹងក៏មិនទាន់ជាមានបន្ទប់ពិសោធន៍អីដែរចឹងទៅមើលឃើញសាលាគេហើយឃើញថានៅរឿងឆ្ងាយគ្នាដែរតែយ៉ាងណានឹងខំព្យាយាមឲ្យអស់លទ្ធភាពចេញពីបន្ទប់គីមីវិទ្យាលោកគ្រូនាយកគាត់នាំទៅមើលកន្លែងកង់ទីនលក់អាហារអញ្ចឹងកន្លែងកង់ទីនហ្នឹងក៏ស្អាតមានរបៀបរៀបរយដែរព្រោះនេះតូបគាត់ឡើងស្អាតទាំងអីដូចគ្នាទាំងអស់តែម្ដងទាំងសិស្សទាំងអ្នកលក់នៅទីនេះក៏មានសុជីវធម៌អីល្អដែរពេលយើងទៅដល់អីចឹងគាត់រុះរាយដាក់ដាក់យើងណាជំរាបសួរអីយើងទៀតនៅកន្លែងអាហារដ្ឋាននេះសិស្សញ៉ាំរួចរាល់ហើយត្រូវតែទុកដាក់សម្រាមនៅក្នុងធុងសម្រាមឲ្យបានស្អាតមិនត្រូវនាំចូលទៅក្នុងថ្នាក់ទេអញ្ចឹងហើយបានទីធ្លាខាងមុខវិទ្យាល័យអង្គរហ្នឹងគឺអត់មានសម្រាមហើយក៏គ្មានធុងសម្រាមដែរនៅម្ដុំកន្លែងនោះមានតែកន្លែងអ្នកលក់ឯងមិនមានធុងសម្រាមព្រឹកថ្ងៃទី1នៃដំណើរទស្សនកិច្ចសិក្សាក៏ជិតដល់ម៉ោងបាយដែរអញ្ចឹងទៅក៏បញ្ញាប់នេះបានចូលទៅមើលកន្លែងអគារធនធានមកលេងកន្លែងអ្នកគ្រូគឺគាត់ខាងគ្រូវិន័យគាត់អ្នកស្រង់វត្តមានហើយឬក៏ធ្វើកិច្ចសន្យារាល់សិស្សទាំងអស់ដែលខុសវិន័យចឹងនៅសាលាហ្នឹងគេមានក្រុមប្រឹក្សារបស់គេខាងយុវជនពេលមានសិស្សណាធ្វើខុសចឹងគេមើលតាមកាមេរ៉ាហើយហ្នឹងគេអាយកោមទៅឲ្យខាងក្រុមយុវជនហ្នឹងទៅនាំសិស្សហ្នឹងមកហើយអ្នកគ្រូក៏ឲ្យសិស្សធ្វើកិច្ចសន្យាមានកត់ត្រាដាក់ជាសៀវភៅអីត្រឹមត្រូវចឹងមានសៀវភៅនឹងមួយដឹងឲ្យសិស្សហ្នឹងខុសម្ដងអីចឹងបើសិនជាខុសច្រើនដងពេកត្រូវហៅអាណាព្យាបាលមកជួបដើម្បីរកដំណោះស្រាយហើយប្រាប់ពីអាកប្បកិរិយារបស់កូនគាត់វិទ្យាល័យអង្គរមានវិន័យតឹងរ៉ឹងតែការអនុវត្តវិន័យតឹងរ៉ឹងជាមិនផុតទេពីការរិះគន់របស់ហើយសំណាក់អាណាព្យាបាលសិស្សឬក៏មហាជនរំលំតែគាត់យកពីទឹកចិត្តរបស់គ្រូទៅល្បីហើយមួយសារថ្ងៃមុនហ្នឹងតាក់ទងនឹងការប្រឡងកូនសិស្សពេលឯកសន្តានទៅអត់មានផ្លាកឈ្មោះគ្រូវិន័យឲ្យមកផ្លាកកៅអៅវិញកូនសិស្សមិនហ៊ានទៅប្រឡងហើយក៏ចេញជាវីដេអូអីតាមបណ្ដាញសង្គមធ្វើឲ្យល្បីវែកញែករវាងគ្រូហើយនិងសិស្សគ្រាន់តែអនុវត្តវិន័យសាលាបានខ្ជាប់ខ្ជួនតែលំបាកណាស់ទៅកូនសិស្សទាំងអស់គ្នាមិនថាកូនសិស្សគេមិនថាកូនសិស្សខ្ញុំទេរឿងកំណត់ឯកសន្តានស្បែកជើងអីហ្នឹងគឺពួកគាត់ដូចជារឿងពិបាកក្នុងការអនុវត្តណាសម្រាប់កូនសិស្សដែលក្រីក្រគ្មានលទ្ធភាពអីហ្នឹងបើយើងអាចទៅពិភាក្សាជាមួយលោកគ្រូអ្នកគ្រូប្រាប់គាត់តាមត្រង់គាត់ប្រកាសជាមានដំណោះស្រាយអីឲ្យហើយតែចំពោះកូនសិស្សមួយចំនួនទៀតហ្នឹងគាត់មិនមែនអត់មានទេតែគាត់អត់ចង់ធ្វើតាមយើងកំណត់តែម្ដងគាត់មានស្បែកជើងអីដែលត្រូវសាលាកំណត់តែគាត់មិនព្រមពាក់មកសក់ឲ្យកាត់ក៏គាត់មិនព្រមកាត់ឯកសន្តានឲ្យទៅនុយអីស្អាតអីក៏គាត់មិនចង់ធ្វើតាមទៀតហើយបើពួកយើងអត់មានវិន័យអីតាំងពីពេលហ្នឹងទៅអនាគតទៅចេះតែធ្វើការអីគេចេះតែគ្មានវិន័យគេមិនដេញចេញអស់ហើយពួកយើងស្ថិតនៅក្នុងវ័យជាសិស្សអញ្ចឹងយើងត្រូវតែធ្វើអ្វីឲ្យស័ក្តិសមជាសិស្សបើយើងចង់ធ្វើអីតាមចិត្តឲ្យខ្លួនឯងចាំរៀនចប់សិនទៅមានណាគេហាមឃាត់ទេដូចជារឿងសក់ពណ៌រឿងសក់អីហ្នឹងចង់ដាក់អីក៏ដាក់ទៅតែរៀនឲ្យចប់វិទ្យាល័យសិននិយាយដល់ចំណុចកន្លែងហ្នឹងចិត្តតែដាច់ឥឡូវងាកមកកម្មវិធីរបស់យើងវិញមកដល់ថ្ងៃទី2បាទនេះថ្ងៃទី2គឺឆ្លុះបញ្ចាំងពីអ្វីដែលបានរៀនកាលពីថ្ងៃទី1ថាទទួលបានអីគេខ្លះពីដំណើរទស្សនកិច្ចហ្នឹងហើយក៏សាលានីមួយៗហ្នឹងមានតួនាទីឡើងបង្ហាញពីវឌ្ឍនភាពរបស់សាលារៀនខ្លួនឯងតាក់ទងទៅនឹងស្តង់ដារសាលារៀនគំរូទាំង5ហ្នឹងអញ្ចឹង5សាលាគឺម្នាក់មួយស្តង់ដារសាលាខ្ញុំឡើងបង្ហាញមុនគេគឺតាក់ទងទៅនឹងលទ្ធផលសិក្សារបស់សិស្សសិក្ខាសាលារយៈពេល3ថ្ងៃនេះគឺទទួលបានបទពិសោធន៍ច្រើនពីលោកនាយកវិទ្យាល័យអង្គរទាំងការគ្រប់គ្រងដឹកនាំហើយនឹងការបង្រៀនបែប STEM ចឹងមុននឹងខ្ញុំបានអីរៀបរាប់អីច្រើនហ្នឹងឃើញមានការពិសោធន៍រូបវិទ្យាមានអីហ្នឹងគឺលោកគ្រូខាង STEM ខាងរូបវិទ្យាគឺគាត់ឡើងបង្រៀនឲ្យពួកខ្ញុំនេះមើលហើយនេះដល់វគ្គខ្ញុំហ្នឹងឡើងបង្ហាញពីផែនការដែលត្រូវធ្វើបន្ទាប់ពីរៀនបានហើយតើនឹងធ្វើអីខ្លះសម្រាប់សាលាខ្ញុំកែលម្អចំណុចណាខ្លះដែលសាលាខ្ញុំកំពុងតែមានចំណុចខ្វះខាតឡើយណាអញ្ចឹងធ្វើជាផែនការឡើងបង្ហាញទៅដល់ខាងគ្រូទេហើយទស្សនកិច្ចសិក្សារបស់យើងក៏មកដល់ថ្ងៃបញ្ចប់ហើយនេះគឺជាថ្ងៃចុងក្រោយបាយសៀមរាបបាយឲ្យមុនមានតម្លៃ
ដល់វាឲ្យចប់ហើយអ្នកគ្រូសម្របសម្រួលចែកកដោនិយាយពីថាសើចសប្បាយម្នាក់ខ្ញុំថាអ្នកគ្រូមិនចែកលឿនតិចមកខ្ញុំវាតម្លៃកម្មវិធីឲ្យបាត់បើចែកមុនហ្នឹងតិចហ្នឹងគឺដាក់ឲ្យកាន់ល្អមែនតើហើយក៏និយាយលេងជាមួយគាត់នេះកដោគាត់ឲ្យយកទៅផ្ទះវិញជាចុងក្រោយខ្ញុំសូមអរគុណទៅដល់ខាងក្រសួងដែលបានរៀបចំកម្មវិធីនេះនិងអរគុណដល់លោកនាយកវិទ្យាល័យអង្គរដែលបានទទួលពួកខ្ញុំយ៉ាងកក់ក្ដៅនិងចែករំលែកបទពិសោធន៍ល្អៗជាច្រើនឡើងអស់ពីចិត្តតែម្ដងទស្សនកិច្ចវគ្គទី1ក៏បានមកដល់ទីបញ្ចប់ជួបគ្នានៅខែ12បន្តទៀតចាំមើលរៀនហើយនឹងយកមកសាលាវិញនឹងអនុវត្តបានអីគេខ្លះលោកគ្រូអ្នកគ្រូទេសគាត់រងចាំមើលហើយ